អូខេថ្ងៃនេះយើងមកបង្រៀនអំពីការដាក់ដកលុយនៅក្នុង M+ FX ណាដំណាក់កាលទី1យើងចូលទៅក្នុងគេពាក្យថា login តើចូលទៅ login ណោះ login account យើងសិនវាយទៅខ្ញុំប្រើ user ទី1វាយ password ឲ្យត្រឹមត្រូវការដាក់ដកលុយនេះវាជារឿងសំខាន់មែនទេនៅពេលយើង trade ហើយយើងតែងតែបាន profit ហើយចង់មកដាក់ដកលុយមែនទេអានេះជារឿងសំខាន់អញ្ចឹងថ្ងៃនេះយើងមកធ្វើវីដេអូតាក់ទងពីការដាក់ដកលុយជាពិសេសណាហ่ะអូខេការដាក់ដកលុយនាពេលបច្ចុប្បន្ននេះគេធ្វើឲ្យចំពោះ APA អញ្ចឹងយើងមកមើលសិនយើងត្រូវចុចទៅកន្លែងពាក្យថានេះម្ដុំនេះឃើញទេពីរប្រឡោះនេះជាកន្លែងដែលតាក់ទងប្រើប្រាស់ទៅនឹងការដាក់ដកលុយការវេលុយការដក lot rebate ចេញទាំងអស់នៅត្រង់ហ្នឹងណាយើងចុចទៅលើពាក្យថា financial ចុចត្រង់ហ្នឹងទៅពើបមកអូខេយើងចុចពាក្យថា deposit fund ណា deposit fund ដល់ពេលចុចពឹបចូលទៅខាងក្នុងខាងក្នុងវិញចាអញ្ចឹងការ deposit យើងត្រូវរកជាលុយ currency ដំបូងបំផុតចូលមកត្រង់នេះរកយក currency real រកយក real ណាគឺកម្ពុជារកយកកម្ពុជានរណាកម្ពុជានរណាអក្សរ C ទៅមកអក្សរ C សិនអក្សរ C 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 C C C កម្ពុជាយើងរកបាក់ណោះយើងទីមើលម្ដងមួយមកកម្ពុជាយើងរកពិបាកនេះ real Cambodia real ណាពឹបយើងចុច nick បន្តណាយើងត្រូវចុច nick ពឹបត្រង់នេះខាងលើជា rate ណាខាងលើជា rate អញ្ចឹងបើយើងវាយ 42,000 គឺស្មើ$10អញ្ចឹងបើយើងចង់ deposit ប៉ុន្មានយើងត្រូវវាយខាងលើឲ្យស្មើខាងក្រោមណាដូចខ្ញុំចង់ deposit $100 $1000 គឺវាយខាងលើថែម02ទៀតនិយាយទៅប្រព័ន្ធវាគណនាជាលុយខ្មែរតែស្រុកយើងនឹងស្រាប់វិញយើងប្រើជាដុល្លារមែនទេអញ្ចឹងយើងធ្វើមិនក៏ដោយឲ្យតួលេខជាដុល្លារផ្ញើលុយទៅគេជាដុល្លារតែប៉ុណ្្នឹងឯងខ្ញុំ deposit ប្រហែល500ចុះអញ្ចឹង500វាយប្រហែលវាយដូចជាតម្លាក់អានេះសល់2មក2តម្លាក់នេះសល់1មកតម្លាក់នេះសល់2 5មកឃើញ$500ឃើញទេខ្ញុំចុច nick ធ្វើការ deposit ទៅអូខេបើសិនជាយើងរកយក currency ខ្មែរទៅចេញមកជា account ABA អានេះតាមក៏ពិតជា third party ពាក្យថា third party គឺមានអ្នកដែលគេទទួលស្គាល់ដោយ M+ ដែលជាមាន account នៅខ្មែរអញ្ចឹងគេមានលុយនៅធនាគារខាងថៃហើយគេមានលុយនៅក្នុង account M+ អញ្ចឹងនៅពេលដែលយើងផ្ញើលុយទៅគេនឹងផ្ញើលុយ M+ នឹងកាត់លុយគេចេញពីធនាគារអញ្ចឹងយើងអត់ចាំបាច់បារម្ភទេ third party ជាធម្មតាเนาะយើងចុច mega deposit ពឹបនេះយើងឃើញហើយថាយើង deposit ធ្វើឡើងមកប្រមាណ IP ណាចំនួនលុយខ្មែរគិតជាលុយដុល្លារអញ្ចឹងនៅពេលយើងវេលុយយើងត្រូវប្រើ ABA នៃការវេផ្ញើ ABA ឲ្យ print screen ណាយក screen លើកញ្ចក់ហ្នឹងយកមកផ្ញើឲ្យគេអញ្ចឹង screen លើកញ្ចក់មានរូបភាពបែបណាដូចជាត្រង់នេះមកមើលរូបភាពនេះជាចម្បងនេះជាscreen ដែលយើងផ្ញើលុយចេញឃើញទេយើងយកត្រង់នេះយកទៅ upload ចុចពាក្យថា confirm payment ណាយើងធ្វើការវេលុយចេញហើយទៅបរិសម្នាក់ហ្នឹងហើយយើងបាន payment មកយើង print screen វាទុកយើងចុច upload មកយើងត្រូវរកយកពាក្យរកយករូបភាពមួយហ្នឹងហើយធ្វើការ upload ដូចខ្ញុំ test ណា test make video for deposit តែបើសិនយើងចង់ឲ្យគេជួយមើលថៃយើងលឿនយើងដាក់my teacher ក៏ my IB ក៏បានដែរ IB reset sun ចេះមកយើងចុច upload ពឹបចុច upload ពឹបមកធ្វើការ upload ណាហ่ะនៅពេលដែលធ្វើការ upload ដំបូងវាចេញជា pending
វាចេញជា pending ចេះខាងភ្នាក់ងាររបស់ Amplus គេធ្វើការត្រួតពិនិត្យសិនតើលុយចូល account ធនាគារមានអត់លុយចូលមកត្រូវមានអត់ហើយគ្រប់យ៉ាងអូខេមានអត់បើគ្រប់យ៉ាងអូខេគេនឹង confirm មកយើងក្នុងរយៈពេល5នាទីនេះជាការ deposit ណាជាការ deposit ណាអញ្ចឹងបើយើង deposit ហើយចុះបើយើងដកគិតមិនយើងទៅកន្លែងfinancial ដូចគ្នាតែយើងចុចថា withdrawal form ចុចពឹបមកដល់ពេលយើងចុចពឹបមកណាចុចពឹបមកចូលដល់ដំណាក់កាលដកលុយនេះជាដំណាក់កាលដែលគ្រប់គ្នាមានក្តីសុខព្រោះយើងបានដកលុយវាជាក្តីសុខរបស់យើងដូចថានៅខ្មែរអញ្ចឹងធនាគារវាគាត់ជាបានចេញជា ABA មែនទេអានេះធនាគារនៅថៃខ្ញុំប្រើធនាគារថៃអញ្ចឹងវាចេញជាធនាគារថៃចេញជាកសិករបន្ទាប់មកចេញជាឈ្មោះយើងចេញជាប្រភេទ currency ហើយចេញជា status អញ្ចឹងយើងគាត់ទៅចុចមកចុច click មក click ត្រង់នេះ click មកពឹបមកពឹបអូខេ load ចេញមកហើយត្រង់នេះត្រូវមាន SMS ផ្ញើទៅទូរស័ព្ទយើងត្រូវទៅ confirm SMS សិនធ្វើឲ្យត្រូវគឺត្រូវ confirm SMS យើងសិន confirm លេខទូរស័ព្ទយើងជាមួយ Amplus សិនអញ្ចឹងនៅពេលដែលយើងចុច send ពឹបនឹងមាន SMS ចូលមកហើយបន្ទាប់មកចូលមកលេខទូរស័ព្ទខ្ញុំហើយពេលចូលមកលេខទូរស័ព្ទខ្ញុំខ្ញុំសុំមើលតិចមើលថាលេខអីគេណាអាហ្នឹងគឺ OTP ហ្នឹងផ្ញើលឿនបានលឿនទេណាយើងត្រូវតែប្រុងប្រយ័ត្នវាបន្តិចពួកអី OTP ហ្នឹងគឺជាការប្រើលេខកូដចុងក្រោយដើម្បីធានារ៉ាប់រងថាយើងជាម្ចាស់លុយពិតប្រាកដមែនអញ្ចឹង2807 កូដដល់ពេលយើងចុចបាន SMS យកមកចុចហើយវា load ត្រង់នេះឲ្យយើងចុចបានដល់ពេលចុចបើសិនយើងវាយត្រូវបើសិនយើងវាយអត់ត្រូវឲ្យ load ណាឲ្យ load យើងចុចណាតើវាយត្រូវចុចបានពឹបអូខេរៀបរយចូលដល់ដំណាក់កាលចុងក្រោយគឺការដកលុយយើងចង់ដកប៉ុន្មានខាងលើនេះគឺចំនួនលុយដែលយើងដកខាងក្រោមនេះជាចំនួនលុយដែលយើងទទួលបានណាជាលុយរៀលណាហ่ะអញ្ចឹងខ្ញុំដក$500ឃើញទេខ្ញុំនឹងទទួលលុយបានជាលុយបាតណា17000 បាតrate ដែលខ្ញុំទទួលបានគឺ34ណានេះ rate ដែលខ្ញុំទទួលបានអញ្ចឹងបើយើងចុចរៀបរយហើយចុចដកលុយជាមួយខ្ញុំសាកធ្វើដកលុយឲ្យមើលណាសាកធ្វើការដកលុយឲ្យមើលអញ្ចឹងខ្ញុំទៅដកលុយត្រឹម$10ដើម្បីធ្វើការតេស្តឲ្យយើងមើលដកលុយអានេះគឺខ្ញុំទាញថ្លៃ IB គេហៅថា lot rebate ណាទាញ lot rebate ចេញមកអូខេ296ខ្ញុំដកចេញមកទាំងអស់មក296បន្ទាប់មកខ្ញុំចុចទៅ financial ចុចទៅដកលុយជាមួយខ្ញុំដកលុយបានអត់លុយហ្នឹងជាមួយធ្វើការដកលុយយើងមើលមួយសិនអូខេចុចទៅ withdrawal អូខេបន្ទាប់មកឲ្យចុចយកលេខកូដចុច send SMS លេខកូដនឹងផ្ញើមកទូរស័ព្ទយើងអូខេផ្ញើមកហើយចុចដើម្បី confirm ការចូលទៅដកអូខេខ្ញុំដកលុយ$293 $96អញ្ចឹងខ្ញុំទទួលបាន10000 បាតជាងណាខ្ញុំចុចconfirm ការដកពឹបណាឃើញទេវានឹង load ជា pending អញ្ចឹងភ្នាក់ងារគេនឹងចូលទៅឆែកមើលឲ្យថាការដកលុយត្រឹមត្រូវអត់គ្រប់យ៉ាងត្រឹមត្រូវអត់អញ្ចឹងគេនឹងធ្វើការផ្ញើលុយឲ្យយើងណាអានេះជាប្រវត្តិការដកលុយទាំងអស់ខ្ញុំដកលុយទាំងអស់ច្រើនដែរខ្ញុំដកលុយទាំងអស់ដូចជាគឺក្នុងមួយអាទិត្យខ្ញុំដក$300ជាងជាអត្រាការដកលុយទាំងអស់អូខេថ្ងៃនេះយើងរៀនត្រឹមតែការ deposit និងការដកអូខេរួចជាស្រេចបើសិនជាមានសំណួរឬមានបញ្ហាដែលมันអាចដោះស្រាយបានឬត្រូវការអ្នកជួយណាជួយឲ្យយោបល់យើងគួរតែឆាតទៅ line at ដែលមានពាក្យថា at @amplusfx យើង search អាហ្នឹងទៅគេនឹងចេញមកជួយឲ្យយោបល់យើងហើយជួយកែនៅបញ្ហារបស់យើងនេះ line មួយនេះណា amplusfx អានេះជា line official របស់ថៃទេតែ
តែយើងនិយាយបានជាភាសាអង់គ្លេសបើយើងឆាតជាភាសាអង់គ្លេសទៅគឺគេឆ្លើយតបយើងបានណាអូខេអរគុណច្រើន